ហើយក្មេងម្នាក់នេះខ្លួនឯងនៅតែក្មេងសោះចេះចិញ្ចឹមកូនដែរថែមទាំងវាស់ទៀតតាមពិតគឺវាស់កម្ពស់ខ្ញុំសោះធ្វើឲ្យខ្ញុំភ័យស្ទើរស្លាប់អូខោអាវពណ៌ក្រហមនេះស្អាតណាស់ឲ្យ Little Orchid របស់ពួកយើងស្លៀកទៅច្បាស់ជាដូចក្មេងនាំសំណាងហើយចូលឆ្នាំពាក់ពណ៌ក្រហមទើបមានសេរីសួស្តីមួយនេះល្អណាស់កុំម៉ងទៅដើម្បីអបអរពិធីជួបជុំឆ្នាំថ្មីឲ្យអាធិកអាធំហា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 កូនម្នាក់នេះមកមិនឲ្យដឹងខ្លួនសោះមកឈរលួចលាក់បែបនេះចង់ឲ្យម៉ាក់ភ័យស្លាប់ឬបើស្រេកទឹកក៏ប្រាប់តាមត្រង់មកធ្វើខ្លួនលួចលាក់បែបនេះមិនសមជាកូនអ្នកមានសោះខ្ញុំគ្រាន់តែជាក្មេងដែលរើសមកចិញ្ចឹមប៉ុណ្ណោះមិនអីទេក្មេងស្រីម្នាក់នេះនៅមន្ទីរពេទ្យដឹងថាខ្លាចហើយតែនៅហ៊ានចេញមុខមកការពារប៉ារបស់ឯងទៀតរក្សាភាពក្លាហានខ្លះដែលជាថ្លៃបណ្ណាការរបស់ពួកយើងប៉ារបស់ឯងគ្មានសមត្ថភាពអីធំដុំទេមិនមែនបែបហ្នឹងទេប៉ារបស់ខ្ញុំពិតជាមានសមត្ថភាពណាស់គឺដោយសារតែខ្ញុំទើបធ្វើឲ្យគាត់ត្រូវរារាំងផ្ដល់ឱកាសឲ្យប៉ាខ្ញុំម្ដងទៀតទៅលើកនេះមានខ្ញុំនៅទីនេះគាត់ប្រកាសជាអាចជោគជ័យហេតុអ្វីបានជាខ្ញុំត្រូវអរគុណឯងអូយរឿងនេះប៉ុន្តែថ្មីនេះក្រុមហ៊ុនពិតជាមានគម្រោងសំខាន់មួយមែនបើឯងមានទំនុកចិត្តខ្លាំងបែបនេះឲ្យប៉ាឯងប្រកួតប្រជែងជាមួយ Pichu ទៅអ្នកណាធ្វើបានល្អជាងតើនឹងប្រកួតក្រុមហ៊ុនឲ្យនរណាប៉ាខ្ញុំច្បាស់ជាគ្មានបញ្ហាទេគាត់ប្រកាសជាឈ្នះតែមានលក្ខខណ្ឌមួយប្រហែលជាមិនមែនឲ្យកូនចាក់ចេញពីប៉ាទេមែនទេហើយលោកតាមួយម៉ាត់មើលលោកតាអូយព្រះអើយបានហើយទៅគេងទៅក្មេងបើគេងយឺតនឹងទៅជាអាក្រក់មើលចាំបន្តិចក្មេងវ័យប្រហែលចៅតើចូលចិត្តអ្វីខ្លះ Save My Little Pony គួរឲ្យស្រឡាញ់ខ្លាំងណាស់លោកតាមិនដឹងទេអី